ម្ហូបឆ្ងាញ់លឿនញ៉ាំម្ហូបមួយចាននេះហើយអាចលីសំងបាន10បាវមុខម្ហូបមួយនេះកូនពៅមើលហើយអត់ចេះធ្វើទៀតឈប់លេងចូលហ្មងហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់យើងធ្វើលោកលាក់សាច់គោគឺមានសាច់គោហើយនិងប្រេងខ្យងទឹកម្ទេសទឹកប៉េងប៉ោះខ្ទឹមសកញ្ច្រាំស្លឹកខ្ទឹមដែលយើងហាន់រួចមានស្ករអំបិលនិងប៊ីចេងហើយសម្រាប់បន្លែដែលយើងផ្ទាប់ពីក្រោមគឺមានសាឡាត់ហើយនិងប៉េងប៉ោះឥឡូវនេះយើងក៏មកធ្វើការលាយគ្រឿងជាមួយសាច់នឹងសិនហើយខ្ញុំបានធ្វើចាក់ទឹកម្ទេសចូលប្រេងខ្យងនិងទឹកប៉េងប៉ោះស្ករអំបិលនិងប៊ីចេងហើយយើងលាយវាចូលគ្នាឲ្យសព្វមកហើយខ្ញុំបានបន្ថែមទឹកសបន្តិចបន្ទាប់ពីបន្ថែមទឹកសហើយខ្ញុំក៏ធ្វើការកូរវាឲ្យសព្វចូលជាតិគ្នាហើយក៏ទុកវារយៈពេល10នាទីដើម្បីឲ្យសាច់របស់យើងនឹងគឺចូលជាតិបានល្អទទួលមេត្តាយកបងជាគូបេះដូងបងមួយឲ្យទៅត្រើនត្រើយស្រឡាញ់មិនបដូរអូនគុំគិតយូរឆាប់មានគូយកបងបន្ទាប់ពីយើងលាយគ្រឿងរួចហើយឥឡូវយើងទុកវាម្ដងសិនទៅយើងមកដាក់ឆ្នាំងចៅដើម្បីធ្វើការបំពងខ្ទឹមរបស់យើងឲ្យឡើងឈ្ងុយតែម្ដងបន្ទាប់ពីខ្ញុំបានបំពងខ្ទឹមឡើងឈ្ងុយហើយឬយើងក៏ធ្វើការចាក់សាច់គោរបស់យើងចូលទៅបងមិនចេះផឹកស៊ីមិនចេះដើរលេងក៏មិនជួបបារីជីវិតរាល់ថ្ងៃមិនចង់បានអ្វីក្រៅពីស្រីម្នាក់បើបងបានអូនបងសន្យាថាបងនឹងស្មោះស្ម័គ្របងនឹងរងស្ម័គ្របន្ទាប់ពីចាក់សាច់គោចូលហើយខ្ញុំក៏ធ្វើការឆាវាមកត្រឡប់មកហើយក៏យើងធ្វើការចាក់ស្លឹកខ្ទឹមចូលទៅហើយក៏កូរចូលគ្នាបន្តិចយើងក៏ធ្វើការបិទហ្គាសប៉ុណ្ណឹងរួចហើយគឺជាមនុស្សស្មោះចង់មានសងឥឡូវនេះគឺថាសាច់គោរបស់ខ្ញុំបានឆ្អិនហើយខ្ញុំក៏ទុកវាម្ដងសិនទៅហើយខ្ញុំក៏ធ្វើការយកសាឡាត់របស់យើងទៅលាងហើយហ្នឹងហើយខ្ញុំលាងរួចហើយអស់ហើយឥឡូវហ្នឹងខ្ញុំក៏យកវាមករៀបដាក់ចានមកហើយក៏យើងរៀបប៉េងប៉ោះដាក់ចានដែរដើម្បីធ្វើការចាក់សាច់គោរបស់យើងហ្នឹងដែលបានឆ្អិនរួចហើយចាប់ពីលើផ្លែដែលយើងបានរៀបចំរួចនឹងស្អាតហ្នឹងអូនគុំគិតយូរឆាប់មានគូយកបងឥឡូវម្ហូបរបស់ខ្ញុំបានរៀបចំរួចហើយវីដេអូឆាលោកលាក់សាច់គោរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងបាយបាយជួបបានមានអ្វីថ្មីខ្ញុំបញ្ចែកចម្លែកបន្តទៀតបាយបាយ